ចឹងតើមុនគឺខ្ញុំបកស្រាយតាក់ទងជាមួយនឹង global version ជាមួយនឹង China version ចឹងគឺខ្ញុំមកបកស្រាយមួយទៀត global firmware ជាមួយនឹង global version វាខុសគ្នាបែបម៉េចចឹងតាក់ទងជាមួយនឹងអាពីរហ្នឹងខ្ញុំអាចនិយាយបានថាវាគឺជាប្រភេទ firmware global តែមួយទេក៏ប៉ុន្តែ global version នេះមានន័យថា device ហ្នឹងគឺគេធ្វើសម្រាប់ទីផ្សារសកលមកស្រាប់មកអត់ចាំបាច់ unlock bootloader ដើម្បី flash global ចូលទេចឹងមានន័យថាក្រុមហ៊ុនស្រុកខ្មែរនេះស្រុកខ្មែរយកមកលក់ឬមួយក៏ទៅទីផ្សារផ្សេងៗហ្នឹងគឺគេហៅថា global version ហើយចំពោះ global firmware ហ្នឹងមានន័យថាម៉េច global firmware ហ្នឹងមានន័យថា China version ដែលគេ unlock bootloader ដើម្បី flash firmware global ចូលដើម្បីឲ្យវាដូចជាមួយនឹង global version អញ្ចឹងវាងាយមែនតើបងប្អូនស្រួលយល់ទេបើសិនជាបងប្អូនបែងចែកវាឲ្យដាច់អញ្ចឹងបងប្អូននឹងយល់ហើយថាអ្វីទៅវាជាផលវិបាកអ្វីទៅជាគុណប្រយោជន៍របស់វាអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងគឺ unlock bootloader flash firmware global ចូលដើម្បីឲ្យដូចនឹង global version អញ្ចឹងសរុបជារួមមកគឺវាជា China device ឬមួយក៏ China version flash global firmware ទេដែលគេហៅថា global firmware ហ្នឹងឯងអញ្ចឹងបងប្អូនចង់ដឹងអ្វីទៀតជួយ comment នៅលើវីដេអូខាងក្រោមផងហើយខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នាទៀតអរគុណបាយបាយ